អាយុដាមអភិសន្តិបណ្ឌិតសសុខានិងលោកជំទាវសម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី28ខែមីនាឆ្នាំ2026អាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងលោកជំទាវកែសុនសុភីសសុខាបានអញ្ជើញជាអធិបតីទីវីអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី20និងសម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងពិធីនេះមានការអញ្ជើញចូលរួមពីអាយុដាមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអនុប្រធានអចិន្ត្រៃយ៍កសចកអាយុដាមលោកជំទាវអនុប្រធាននិងសមាជិកកសចកអាយុដាមលោកជំទាវអភិបាលនៃគណៈអភិបាលនិងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្តព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិតំណាងអង្គការដៃគូអភិវឌ្ឍវិស័យឯកជនសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី12ខែមីនាឆ្នាំ2025ក្រោមអធិបតីភាពលោកជំទាវមិនម៉ានវីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025សួននេះមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងនិងសាងសង់ឡើងក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់អាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាយុដាមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងអាយុដាមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកសង់លើផ្ទៃដីចំនួនជាង2000ម៉ែត្រការ៉េនិងមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបំពាក់ដោយស្លាកសញ្ញាភ្លើងសញ្ញាគំនូសសញ្ញាចរាចរណ៍សម្រាប់ជាថ្នាលបណ្ដុះបណ្ដាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងការអនុវត្តប្រើប្រាស់ផ្លូវជាក់ស្ដែងដល់សិស្សានុសិស្សយុវវ័យនិងកុមារសម្ដៅផ្ដល់ចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរដោយថ្មើរជើងការបើកបរម៉ូតូនិងអាចជាចំណេះដឹងមូលដ្ឋានក្នុងការបើកបរយានយន្តផ្សេងៗនាពេលអនាគតដែលចំណាយថវិកាអស់ជាង$60,000សហរដ្ឋអាមេរិកអាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូននិងអាណាព្យាបាលគ្រប់រូបត្រូវបន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារនិងបុគ្គលិកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរស្របពេលដែលអង្គភាពអនុវត្តច្បាប់ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈមន្ត្រីឲ្យបានល្អប្រសើរនិងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នដៃគូដើម្បីបង្កើនការផ្សព្វផ្សាយអប់រំនិងយកបទពិសោធន៍នៃការកសាងសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំងធ្វើជាគំរូសម្រាប់រាជធានីខេត្តផ្សេងទៀតក្នុងគោលដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានជាអតិបរមាសូមបញ្ជាក់ថាក្នុងរយៈពេល9ខែឆ្នាំ2025កន្លងទៅនៅភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន46ករណីចំនួននេះបើធៀបនឹងរយៈពេល9ខែដូចគ្នាឆ្នាំ2024ថយចុះ8ករណីបណ្ដាលឲ្យមានអ្នកស្លាប់42នាក់របួសធ្ងន់33នាក់និងរបួសស្រាល28នាក់ដោយឡែកបើតាមរបាយការណ៍រួមហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងនោះនៅឆ្នាំ2025បានកើតឡើងចំនួន2345ករណីធៀបនឹងឆ្នាំ2024មានចំនួន2844ករណីបានថយចុះ999ករណីស្មើដល់ 8% ចំណែកចំនួនអ្នកស្លាប់បានថយចុះ42នាក់ស្មើនឹង 3% និងចំនួនអ្នករបួសក៏បានថយចុះ507នាក់ស្មើនឹង 14% ចាសសូមអង្គពិធីកម្មមេតា